មហាសន្និបាតសភាប្រប្រាស់ភាសាបារាំង APS អនុម័តសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្របញ្ជាក់អំពីការគាំទ្រពេញទំហឹងលើបូរណភាពទឹកដីកម្ពុជានឹងបានទាមទារឲ្យថៃដកកងទ័ពចេញពីតំបន់ជម្លោះវាអាចថាជាព្រឹត្តិការណ៍ការទូតដ៏លេចធ្លោមួយបានកើតឡើងនៅលើឆាកអន្តរជាតិដោយសភាប្រប្រាស់ភាសាបារាំង APS ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី51នៅទីក្រុងយ៉ាអូនជេប្រទេសកាមេរូននៅថ្ងៃ11កក្កដាឆ្នាំ2026បានអនុម័តសេចក្តីសម្រេចចិត្តមួយដោយប្រកាសគាំទ្រយ៉ាងពេញទំហឹងនិងមិនងាករេចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃ12កក្កដាខ្លឹមសារសំខាន់នៃសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្ររួមមាន APS បានបង្ហាញជំហរដាច់ខាតដោយទាមទារឲ្យមានការដកកងកម្លាំងយោធាចេញពីតំបន់ជម្លោះទាំងអស់ដើម្បីធានាសន្តិភាពនិងជំរុញការដោះស្រាយវិវាទដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិព្រមទាំងគោលការណ៍នៃសេចក្តីប្រកាសទីក្រុងបាងកកនិងទីក្រុងសាំងផូភីឡាក្តីបារម្ភចំពោះបេតិកភណ្ឌពិភពលោកនិងប្រជាពលរដ្ឋស្ថាប័នអន្តរជាតិមួយនេះបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះការបាត់បង់ជីវិតមនុស្សការបង្ខំឲ្យផ្លាស់ទីលំនៅរបស់ពលរដ្ឋជាពិសេសការបំផ្លិចបំផ្លាញដល់ទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ការសម្រេចចិត្តរបស់ APS នាពេលនេះមិនត្រឹមតែជាជោគជ័យផ្នែកការទូតដ៏ធំធេងរបស់កម្ពុជានោះទេប៉ុន្តែវាជាសារព្រមានអន្តរជាតិមួយផ្ញើទៅកាន់ភាគីជម្លោះឲ្យគោរពច្បាប់អន្តរជាតិនិងការពារតម្លៃមនុស្សធម៌ព្រមទាំងសម្បត្តិវប្បធម៌ដូនតាដែលជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលសកម្មភាពនេះបានគូបញ្ជាក់យ៉ាងច្បាស់អំពីឥទ្ធិពលនិងការបដិញ្ញាចិត្តរបស់សហគមន៍អន្តរជាតិនៅក្នុងការឈរនៅខាងយុត្តិធម៌និងគាំទ្ររកកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការការពារបូរណភាពទឹកដីប្រកបដោយប្រសិទ្ធភាព